សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នាតាក់ទងនឹង Text to Speech តើអ្នកទាំងអស់គ្នាធ្លាប់ឮពាក្យ website Eleven Lab ឬក៏ website ផ្សេងដែលជាមានមុខងារ Text to Speech អញ្ចឹងនៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នាអស់អារម្មណ៍នឹងការទិញឬក៏ប្រើប្រាស់ tool ទាំងអស់ហ្នឹងហើយក៏ដូចជា website ទាំងអស់ហ្នឹងដែលជាការបំលែងពី Text to Speech ហ្នឹងហើយមូលហេតុដែលខ្ញុំបានថាអស់បារម្ភនោះគឺមានន័យថាយើងអាចមានដំណោះស្រាយមួយគឺ Microsoft បានបញ្ចេញមុខងារមួយគឺ Read Aloud អញ្ចឹងចំពោះបងប្អូនដែលតែងតែខ្ជិលឬក៏មើលយូរភាសាងុយដេកងុយអីអញ្ចឹងយើងចូលចិត្តស្ដាប់អញ្ចឹងយើងអាចប្រើប្រាស់មុខងារហ្នឹងបានអញ្ចឹងមុខងារហ្នឹងវាមានអត្ថប្រយោជន៍ជាច្រើនចំពោះបងប្អូនដែលក្នុងការកែសម្រួលនៅអត្ថបទឬក៏ជាអក្សរឬក៏ជាការងារផ្សេងហ្នឹងដែលតាក់ទងនឹងអក្សរអញ្ចឹងមុខងារហ្នឹងគឺយើងប្រើប្រាស់បានលុះត្រាតែ Microsoft បងប្អូនអស់គ្នាមាន license ឬក៏ subscription ចំពោះ Office 365ហើយមុខងារហ្នឹងគឺវាត្រូវការទាមទារឲ្យយើងប្រើប្រាស់នៅអ៊ីនធឺណិតអញ្ចឹង Word របស់យើងធម្មតាកាលណាយើងអត់មានអ៊ីនធឺណិតក៏យើងអាចប្រើបានយើងមានអ៊ីនធឺណិតក៏យើងអាចប្រើបានហើយមុខងារហ្នឹងអ្នកទាំងអស់គ្នាគ្រាន់តែ copy អក្សរឬក៏ជា text ជាភាសាខ្មែរក៏បានជាភាសាអង់គ្លេសក៏បានចូលទៅក្នុង Word របស់យើងធម្មតាហើយបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការចុចនៅលើ keyboard application key ឬក៏ mouse ខាងស្ដាំបន្ទាប់ពីអ្នកទាំងអស់គ្នាចុចហើយមានពាក្យមួយថា Read Aloud ដែលមានអក្សរ A ដែលមានព្រៃកង់ស្តៀងនឹងvolume ឬក៏សំឡេងនៅក្នុងកុំព្យូទ័ររបស់យើងឬក៏លើទូរស័ព្ទដៃដែលមាននិមិត្តសញ្ញារបស់សំឡេងហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាចុចលើនឹងមកគឺវាចាប់ផ្ដើមអានឥឡូវនេះសូមស្ដាប់នៃការវាអានទាំងអស់គ្នាជាមួយខ្ញុំបាទការផ្សាយព័ត៌មានប្រចាំថ្ងៃជាទំនួលខុសត្រូវរបស់អ្នកធ្វើអត្ថាធិប្បាយនិងក្រុមការងារទាំងមូលព័ត៌មានមួយត្រូវមានចំណងជើងបទបង្ហាញដំបូងបទយកការនិងព័ត៌មានខ្លីនេះគឺតន្ត្រីមួយមានរយៈពេលចាប់ពី10នាទីទៅ15នាទីឬអាចលើសពីនេះអាស្រ័យលើការជ្រើសរើសរបស់ស្ថានីយ៍វិទ្យុជាទូទៅយើងឃើញមានព័ត៌មានជាច្រើនចេញផ្សាយនៅពេលព្រឹកព័ត៌មានសំខាន់នៅថ្ងៃត្រង់និងនៅពេលល្ងាចនៅវិទ្យុគេរៀបចំសរសេរព័ត៌មានមួយរួចអាននិងផ្សាយតាមរលកធាតុអាកាសមុននឹងសរសេរអានស្ដាប់និងគិតអំពីចង្វាក់បន្ទាប់ពីកិច្ចប្រជុំផ្នែកនិពន្ធព័ត៌មានរួចរាល់នាទីនីមួយមានសារៈសំខាន់សម្រាប់ពិធីករព័ត៌មានពិធីករត្រូវប្រឈមមុខនឹងបទបញ្ជាមួយគឺត្រៀមខ្លួនអានព័ត៌មានកាតព្វកិច្ចមិនអាចជៀសបាននេះបង្កើតមានទម្លាប់មួយមិនល្អពោលគឺអ្នកធ្វើអត្ថាធិប្បាយសរសេរព្រាងអត្ថបទមុនការកំណត់ខាងក្រោមនេះគឺជាដំបូន្មានល្អមុនការសរសេរអត្ថបទដែលធ្វើឲ្យអ្នកចំណេញពេលវេលានិងសម្រេចបានព័ត៌មានដ៏ល្អមួយកិច្ចការទី1ត្រូវធ្វើគឺអានឡើងវិញនៅកំណត់ត្រាដែលលោកអ្នកបានសរសេរអំឡុងពេលប្រជុំផ្នែកនិពន្ធព័ត៌មានវិធីនេះអាចធ្វើឲ្យអ្នកផ្ទៀងផ្ទាត់បានថាអ្នកពិតជាយល់ខ្លឹមសារដែលត្រូវបានសម្រេចនៅក្នុងអង្គប្រជុំតាមរយៈការអានឡើងវិញនេះអ្នកអាចនឹងផ្ទៀងផ្ទាត់ផងដែរនៅធាតុឬព័ត៌មានដែលខ្វះខាតឬមិនគ្រប់លក្ខណៈសរសេរកិច្ចការដែលត្រូវបំពេញនៅលើបញ្ជីមួយរហូតដល់ការផ្សាយព័ត៌មានអ្នកត្រូវសរសេរធាតុទាំងនេះតាមលំដាប់លំដោយត្រង់ចំណុចនេះអ្នកត្រូវបង្កើតបញ្ជីមួយផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នកដូចគំរូបញ្ជីរបស់ក្រុមការងារយន្តហោះមុននឹងហោះហើរអ្នកអាចឆូតចំណាំបញ្ជីការងារផ្សេងដែលត្រូវបានបំពេញរួចក្នុងពេលតែមួយសូមអានកំណត់ត្រាដែលសរសេរដោយសហការីរបស់អ្នកនិងអ្នកធ្វើអត្ថាធិប្បាយព័ត៌មានមុនដូចគ្នាផងដែរអ្នកត្រូវអានអត្ថបទព័ត៌មានរបស់សហការីនោះប្រសិនជាអ្នកមិនបានស្ដាប់ការផ្សាយផ្ទាល់ព័ត៌មានមុនសូមថតចម្លងរួចស្ដាប់វាសូមអានការចេញផ្សាយបទយកការដែលមានស្រាប់រាល់អ្នកយកព័ត៌មានត្រូវទុកបទយកការរបស់ខ្លួនដោយបញ្ជាក់អំពីសមាសធាតុនៃការចេញផ្សាយនិងមុំដែលត្រូវបានជ្រើសរើសសូមស្ដាប់សំត្ពេងដែលមានស្រាប់ដោយប្រុងប្រយ័ត្នសូមកត់ត្រាការចាប់ផ្ដើមនិងចុងបញ្ចប់នៃសំត្ពេងនីមួយងាយស្រួលឲ្យអ្នកសរសេរផ្ដើមសេចក្តីព័ត៌មានសូមកត់ត្រារយៈពេលនៃសំត្ពេងនីមួយ
សូមតាក់ទងជាមួយអ្នកយកព័ត៌មានអ្នកត្រូវសួរពួកគេអំពីបញ្ហាដែលរាំងស្ទះដល់ការអានកថាខណ្ឌដំបូងនិងការស្ដាប់សំឡេងអ្នកត្រូវស្វែងយល់ថាតើនរណាដែលចុះទៅដល់ទីតាំងនិងពេលណាដែលពួកគេត្រឡប់មកវិញសូមហៅទូរស័ព្ទទៅកាន់អ្នកឆ្លើយឆ្លងព័ត៌មានផ្សេងទៀតដើម្បីធានាថាអ្នកពិតជាមានព័ត៌មានគ្រប់សពជាចុងបញ្ចប់សូមពិចារណាអំពីចង្វាក់និងតុល្យភាពនៃព័ត៌មានប្រចាំថ្ងៃមុននឹងចាប់ផ្ដើមសរសេរព័ត៌មានតើអ្នកមានគំនិតជាក់លាក់ណាមួយអំពីទម្រង់បញ្ចប់នៃព័ត៌មានរបស់អ្នកដែរឬទេសម្រាប់ចំណុចនេះសូមអ្នកគិតដល់សំណួរមួយចំនួនតើអ្នកមានព័ត៌មានខ្លីគ្រប់គ្រាន់ឬទេតើអ្នកមានតែអត្ថបទសរសេរនិងសំឡេងឬតើអ្នកមានព័ត៌មានសម្រាប់តំបន់សំខាន់នៅក្នុងប្រទេសដែរឬទេតើអ្នកមិនមានប្រធានបទច្រើនពេកទេស្ដីអំពីនយោបាយនិងមិនមានប្រធានបទអ្វីសោះអំពីជីវភាពប្រចាំបាទឥឡូវនេះអ្នកទាំងអស់គ្នាបានស្ដាប់ហើយយល់យ៉ាងណាដែរចំពោះនៃការអានរបស់Microsoft ដែល read aloud ហ្នឹងដែលមានមុខងារសម្រាប់អានឲ្យយើងស្ដាប់ហ្នឹងហើយនេះគឺជាភាសាខ្មែរហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានស្វែងយល់បន្ថែមតទៅនឹងចំណេះដឹងថ្មីៗដែលខ្ញុំមានឬក៏ខ្ញុំបានស្រាវជ្រាវផ្លែកៗនិងចែកជូនដល់អ្នកទាំងអស់គ្នាហើយកុំភ្លេចអ្នកទាំងអស់គ្នាជួយគ្រប់គ្រងផងកាលណាអ្នកទាំងអស់គ្នាអត់គ្រប់គ្រងខ្ញុំអត់មានទឹកចិត្តក្នុងការធ្វើវីដេអូតាក់ទងនឹងចំណេះដឹងថ្មីៗក៏ដូចជាបច្ចេកវិទ្យាថ្មីៗចែកជូនដល់បងប្អូនហើយសូមបញ្ជាក់ថាខ្ញុំនឹងមានវីដេអូថ្មីទៀតតាក់ទងនឹងបច្ចេកវិទ្យាក៏ដូចជាការប្រើប្រាស់នៅ Word Excel ឬក៏technique ក្នុងការប្រើប្រាស់នៅលើកុំព្យូទ័ររបស់យើងហ្នឹងតើយើងប្រើបែបណាយើងធ្វើបែបណាហើយចំណេះដឹងថ្មីទៀតនេះយើងនឹងមានតាក់ទងនឹងបងប្អូនជនពិការភ្នែកតែប្រើប្រាស់នៅកុំព្យូទ័រខ្ញុំនឹងមានវីដេអូជាបន្ថែមទៀតអញ្ចឹងអរគុណសម្រាប់អ្នកទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះ